ចូលបងប្អូនបាទសាច់គោបាទយើងចាក់ចូលមកបាទតើយើងឃើញថាឡើងក្រហមល្អយើងដាក់ចាក់ចូលហ្នឹងបាទការ៉ុតហើយនឹងខ្ទឹមបារាំងចូលបងប្អូនបាទចាក់ចូលអូខេបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ខុបវិទ្យាសកុលទាំងអស់គ្នាបងប្អូនបាទហើយថ្ងៃនេះខុបវិទ្យាសកុលសូមលើកយកម្ហូបខ្មែរមួយមុខដែលពេញនិយមសម្រាប់ប្រជាជនខ្មែរផងដែរបងប្អូនបាទមុខម្ហូបមួយនេះមានឈ្មោះថាខគោបងប្អូនបាទអញ្ចឹងខគោគឺថ្ងៃនេះខ្ញុំបានផ្សំគ្រឿងយ៉ាងពិសេសតែម្ដងគឺគ្រឿងមានច្រើនមែនទែនបងប្អូនបាទអញ្ចឹងគ្រឿងផ្សំសម្រាប់ខគោនេះគឺមានច្រើនណាបងប្អូនគឺមានច្រើនបាទអញ្ចឹងមុននឹងឈានទៅដល់ក្នុងការចម្អិនឬក៏ធ្វើខគោសូមមកបងប្អូនមកមើលគ្រឿងផ្សំជាមួយសិនតើមានអ្វីខ្លះបងប្អូនបាទអញ្ចឹងសូមតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទគ្រឿងផ្សំគោលគឺសាច់គោបងប្អូនសាច់គោនេះគឺខ្ញុំយកសរសៃសុទ្ធបងប្អូនបាទសរសៃសុទ្ធគឺគោខ្មែរគោធម្មជាតិបងប្អូនបាទបើមិនយើងធ្វើលក់យើងរើសយកសាច់បាងឬក៏មានលំពែងមានថ្លើមឬក៏មានសរសៃកែងសៃអីលីឡំខ្លះទៅតែខ្ញុំសម្រាប់ញ៉ាំសម្រាប់គ្រួសារទេបងប្អូនអញ្ចឹងខ្ញុំចូលចិត្តញ៉ាំសរសៃគឺសរសៃសុទ្ធតែបងប្អូនបាទហើយសាច់គោនេះគឺជាសាច់គោខ្មែរសាច់គោធម្មជាតិបងប្អូនគឺមានជាតិឆ្ងាញ់បងប្អូនបាទហើយគ្រឿងផ្សំជាបន្តទៀតគឺបន្លែបងប្អូនមានការ៉ុតបាទមានការ៉ុត1មើមហើយមានខ្ទឹមបារាំងចំនួន2មើមបាទអញ្ចឹងការ៉ុតហើយនិងខ្ទឹមបារាំង1មើមនេះគឺខ្ញុំសម្រាប់កិនបាទកិនធ្វើជាសោសដើម្បីយើងដាក់ចូលទៅក្នុងខគោហើយ1មើមទៀតសម្រាប់យើងហាន់ឲ្យល្អិតសម្រាប់ដាក់ទ្រាប់នៅពេលខគោយើងឆ្អិននៅពេលយើងញ៉ាំណាបងប្អូនបាទជាបន្តទៀតបាទគឺឈើអែមបងប្អូនបាទមានឈើអែមមានផ្កាច័ន្ទហើយនេះជាម្សៅការីបងប្អូនបាទម្សៅការីបើយើងបន្ថែមម្សៅការីបាទជាបន្តទៀតគឺមានរំដេងបងប្អូនបាទមានរំដេងហើយនិងស្លឹកក្រូចសើចព្រមទាំងដាក់ល្មៀតបន្តិចបងប្អូនបាទសម្រាប់រំដេងនេះគឺខ្ញុំយកទៅហាន់ជាចំណិតទៅយើងយកទៅលីងជាមួយស្លឹកក្រូចបាទស្លឹកក្រូចសើចនេះហើយនិងឈើអែមហើយចំណែកបន្តទៀតនេះគឺរំដេងបន្តទៀតគឺខ្ញុំហាន់ល្អិតដើម្បីកិនជាមួយគ្រឿងដូចជាម្ទេសឬអីចឹងបងប្អូនបាទជាបន្តទៀតគឺខ្ទឹមសបងប្អូនខ្ទឹមសខ្ទឹមក្រហមនេះគឺខ្ញុំយកទៅកិនបាទកិនជាមួយរំដេងបាទហើយនិងល្មៀតបងប្អូនបាទដើម្បីយើងធ្វើជាគ្រឿងសម្រាប់ខគោរបស់យើងបងប្អូនបាទហើយជាបន្តទៀតនេះគឺជាជីរណាហើយនឹងក្រូចឆ្មាសម្រាប់យើងហាន់ឲ្យល្អិតទៅដើម្បីយើងរោយពីលើខរបស់យើងខគោរបស់យើងដល់ពេលយើងដួសយកមកញ៉ាំបាទក្រូចឆ្មានេះក៏ដូចគ្នាយើងសម្រាប់ច្បាច់មួយចំណិតតូចអីទៅពីលើខគោនោះដើម្បីបង្កើនរសជាតិបងប្អូនបាទហើយជាបន្តទៀតគឺមានអំបិលបងប្អូនយើងដាក់អំបិលដែរគឺម្ហូបទាំងឡាយបើសិនអត់មានអំបិលក៏អត់ឆ្ងាញ់ដែរបងប្អូនបាទហើយនេះជាម្សៅស៊ុបបងប្អូនបាទហើយនេះជាសាតេបងប្អូនយើងខគោយើងត្រូវដាក់សាតេបាទហើយនេះគឺជាម្ទេសផ្លោកក្រៀមដែលយើងកិននឹងម៉ាស៊ីនឲ្យម៉ត់ជាបន្តទៀតគឺប្រេងខ្យងបងប្អូនប្រេងខ្យងបាទជាបន្តទៀតគឺទឹកត្រីបងប្អូនបាទទឹកត្រីជាបន្តគឺប្រេងឆាដែលយើងសម្រាប់លីងគ្រឿងរបស់យើងបងប្អូនបាទជាបន្តគឺប៊ីចេងបងប្អូនយើងដាក់ប៊ីចេងបាទហើយនេះជាស្ករត្នោតបងប្អូនគឺស្ករត្នោតនេះគឺជាស្ករធម្មជាតិរបស់ខ្មែរយើងបាទគឺសម្រាប់ធ្វើឲ្យម្ហូបរបស់យើងមានរសជាតិកាន់តែឆ្ងាញ់បាទយើងប្រើស្ករត្នោតឆ្ងាញ់ជាងស្ករសបងប្អូនបាទសម្រាប់គ្រឿងផ្សំខគោនេះគឺច្រើនបន្តិចហើយបងប្អូនបាទឥឡូវជាបន្តទៀតយើងមកធ្វើគ្រឿងដើម្បីយើងធ្វើគ្រឿងកិនដើម្បីយើងឆាយើងលីងគ្រឿងឲ្យឈ្ងុយជាមុនសិនបងប្អូនបាទយើងឥឡូវយើងមកហាន់រំដេងបងប្អូនហាន់រំដេងឲ្យអត់ល្អិតទៅដើម្បីយើងកិនបងប្អូនបាទអញ្ចឹងយើងហាន់ល្អិតតូចខ្លះដើម្បីកិនហើយមួយចំនួនទៀតយើងហាន់ពីចំណិតចេះដើម្បីយើងដាក់លីងបងប្អូនដាក់លីងជាមួយស្លឹកក្រូចសើចជាមួយឈើអែមអីចឹងបងប្អូនបាទឥឡូវយើងដាក់ចូលមកបងប្អូនបាទចូលក្នុងម៉ាស៊ីនដើម្បីយើងកិនបងប្អូនបាទយើងអត់បុកទេបងប្អូនយូរបាទហើយនេះយើងដាក់បញ្ចូលមកបងប្អូនបាទមានខ្ទឹមក្រហមខ្ទឹមសនេះដាក់ចូលដើម្បីកិនបាទអូខេឥឡូវយើងមកហាន់នេះល្មៀតបងប្អូនហាន់ល្មៀតឲ្យស្ដើងទៅល្អិតដើម្បីយើងដាក់កិនជាមួយគ្រឿងរបស់យើងមានខ្ទឹមសខ្ទឹមក្រហមរំដេងបាទដើម្បីឲ្យកាន់តែឈ្ងុយឆ្ងាញ់ហើយមានក្លិនក្រអូបឈ្ងុយទៀតបងប្អូនបាទយើងបន្តមកកិនគ្រឿងរបស់យើងបងប្អូនបាទឃើញថាយើងកិនគ្រឿងឲ្យមានរំដេងរមៀត
เป็นซอกเป็นห้องดูกันมาเป็นนะบางคนไปทำมาแล้วบางคนเรายังบัดเพลงบางยังធ្វើការបើគ្រឿងរបស់យើងបាទមកហើយបងប្អូននេះមកឡោហើយបងប្អូនបាទចឹងហើយយើងចាក់គ្រឿងរបស់យើងបាទដើម្បីយកទៅឆាបងប្អូនមកឆាឲ្យឈ្ងុយបាទជាបន្តឥឡូវយើងមកលីងគ្រឿងបងប្អូនធ្វើការលីងគ្រឿងហ្នឹងបងប្អូនបាទឥឡូវយើងដាក់គ្រឿងដែលយើងបានកិនមិញមានខ្ទឹមសខ្ទឹមក្រហមនិងខ្ទឹមសខ្ទឹមក្រហមរំដេងនិងរមៀតបងប្អូនបាទយើងលីងវាឲ្យឈ្ងុយបងប្អូនបាទយើងធ្វើការលីងទៅលីងឲ្យឈ្ងុយបាទដើម្បីយើងយកទៅធ្វើខគោរបស់យើងបងប្អូនបាទជាបន្តយើងដាក់សាតេចូលបងប្អូនបាទអានេះយើងធ្វើគ្រឿងដើម្បីយកទៅខបងប្អូនបាទដាក់សាតេចូលចឹងមកបាទយើងកូរឲ្យចូលគ្នាបាទនេះយើងផ្សំគ្រឿងឲ្យអស់តែម្ដងបងប្អូនយើងអត់ចាំបាច់ដាក់គ្រឿងដៃអីបន្តទៀតទេណាបងប្អូនយើងធ្វើអញ្ចឹងបណ្ដោយបាទហើយនេះម្សៅស៊ុបបងប្អូនយើងដាក់ចូលទាំងអស់ទៅបាទម្សៅស៊ុបបាទទឹកត្រីបងប្អូនដាក់ទឹកត្រីចូលបាទហើយដាក់ប្រេងខ្យងចូលបាទយើងផ្សំគ្រឿងទាំងអស់តែម្ដងបងប្អូនបាទយើងអត់ទុកដាក់ក្រៅទៀតទេបងប្អូនបាទអានេះពីជែងនេះបងប្អូនបាទយើងចាក់ចូលទៅបាទហើយក៏មានអំបិលបងប្អូនយើងដាក់អំបិលចូលបន្តិចទៅបងប្អូនបាទអញ្ចឹងយើងធ្វើការឆាវាឲ្យឡើងឈ្ងុយឲ្យឡើងពណ៌ស្អាតតែម្ដងបងប្អូនបាទបន្តមកទៀតយើងធ្វើការដាក់ស្ករត្នោតចូលបងប្អូនបាទដាក់ស្ករត្នោតចូលបខសាច់1គីឡូបងប្អូនសាច់គោនោះ1គីឡូអញ្ចឹងយើងដាក់ស្ករនេះវាក្រៅបន្តិចទៅបងប្អូនបាទគឺមិនផ្អែមទេមិនផ្អែមពេកទេបងប្អូនបាទអញ្ចឹងយើងដាក់ស្ករត្នោតហ្នឹងចូលឲ្យក្រៅទៅបងប្អូនព្រោះសាច់1គីឡូនោះបងប្អូនបាទយើងធ្វើការឆាវាឲ្យចូលជាតិបានល្អបងប្អូនបាទឲ្យឡើងចូលមើលទៅឃើញស្អាតបាទជាបន្តយើងមកធ្វើការហាន់ការ៉ុតបងប្អូនបាទហាន់ការ៉ុតដើម្បីយើងកិនធ្វើជាទឹកសោសបងប្អូនបាទអញ្ចឹងយើងកាត់វាចឹងមកបងប្អូនបាទកាត់ចឹងមកហើយយើងដាក់វាឲ្យល្អិតបាទហាន់ឲ្យស្ដើងដើម្បីយើងស្រួលកិនបាទអានឹងយើងកិនដើម្បីធ្វើទឹកសោសបងប្អូនទឹកសោសរបស់យើងនេះគឺខ្ទឹមបារាំងហើយនិងការ៉ុតបាទកិនឲ្យម៉ត់ដើម្បីយើងយកទៅចាក់ចូលទៅក្នុងខគោរបស់យើងបាទយើងធ្វើទឹកសោសមានការ៉ុតនិងខ្ទឹមបារាំងអញ្ចឹងដើម្បីឲ្យខគោរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់មានរសជាតិផ្អែមពីបន្លែពីរមុខនឹងផងដែរហើយក៏ធ្វើឲ្យទឹកខរបស់យើងមានវាថាឆ្ងាញ់ល្មួតទន់ល្មើយតែម្ដងបងប្អូនបាទយើងហាន់ចឹងមកបាទយើងដើម្បីយើងយកទៅកិនវាបងប្អូនបាទកិនធ្វើទឹកសោសបងប្អូនបាទបារាំងមួយមើមនេះយើងមកហាន់វាឲ្យស្ដើងដើម្បីទុកដាក់រោយពីលើខគោរបស់យើងនៅពេលខគោយើងបានឆ្អិនល្អចឹងនេះយើងហាន់ឲ្យស្ដើងមកបាទឥឡូវយើងមកកិនការ៉ុតបងប្អូនការ៉ុតហើយនឹងខ្ទឹមបារាំងរបស់យើងបាទដើម្បីយើងធ្វើសោសបាទនឹងសោសបន្លែដើម្បីយើងដាក់ជាមួយខទៅធ្វើឲ្យទឹកខរបស់យើងឈ្ងុយឆ្ងាញ់ហើយល្មួតខាប់តែម្ដងបងប្អូនធ្វើឲ្យខរបស់យើងគឺមានរសជាតិផ្អែមពីការ៉ុតនិងខ្ទឹមបារាំងហ្នឹងបាទគឺល្មួតឈ្ងុយឆ្ងាញ់សាច់ទន់តែម្ដងបងប្អូនបាទឥឡូវយើងដាក់ទឹកបន្តិចមកដើម្បីយើងធ្វើការកិនណាបងប្អូនបាទកិនសោសហ្នឹងបាទដាក់ទឹកប៉ុណ្ណឹងមកបាទឥឡូវយើងដាក់សម្របអូខេហើយយើងចាប់ផ្ដើមកិនតែម្ដងបាទឥឡូវយើងធ្វើតាមម៉ាត់ហើយយើងដាក់ម៉ាស៊ីនបាទបិទម៉ាស៊ីនហើយយើងធ្វើការចាក់សោសរបស់យើងបាទចាក់សោសរបស់យើងទុកមួយអន្លើដើម្បីយើងទុកចាក់ចូលទៅក្នុងខគោរបស់យើងបងប្អូនបាទយើងធ្វើអញ្ចឹងបងប្អូនបាទគឺធ្វើឲ្យខយើងមានរសជាតិឆ្ងាញ់ល្មួតហើយខាប់តែម្ដងបាទបន្តមកទៀតយើងមកធ្វើការលីងបងប្អូនបាទយើងចាប់ដើមខគោរបស់យើងណាបងប្អូនបាទអូខេជាដំបូងយើងចាក់ប្រេងឆាចូលបងប្អូនបាទចាក់ប្រេងឆាចូលបាទយើងទុកប្រេងឆានេះក្តៅតិចមកបងប្អូនបាទហើយតិចមកយើងចាប់ដើមចាក់នេះរំដេងហើយនឹងស្លឹកក្រូចចូលបាទយើងបន្តទៀតយើងចាក់
ផ្កាចាន់ហើយនឹងឈើអែមចូលបងប្អូនបាទលីងជាមួយគ្នាឲ្យឡើងឈ្ងុយតែម្ដងបងប្អូនលីងចឹងមកបងប្អូនបាទលីងឲ្យឡើងឈ្ងុយជាបន្តទៀតតាមយើងចាក់ម្ទេសក្រៀមបាទម្ទេសដែលយើងកិនម្ទេសផ្លោកក្រហមដែលយើងកិនហ្នឹងបងប្អូនយើងកិនឲ្យមកបាទយើងលីងឲ្យឡើងឈ្ងុយចឹងមកបាទជាបន្តយើងធ្វើការដាក់ម្ទេសចូលបងប្អូនបាទម្ទេសដែលយើងកិនហ្នឹងបាទម្ទេសផ្លោកក្រៀមដែលយើងយកមកត្រាំទឹកហើយលាងឲ្យស្អាតយើងយកមកកិនបងប្អូនបាទអញ្ចឹងយើងលីងឲ្យឈ្ងុយមកឲ្យឡើងពណ៌ក្រហមឆ្អិនឆ្អៅបងប្អូនបាទហើយចាំយើងតាមដើមដាក់សាច់គោចូលបងប្អូនបាទយើងលីងឲ្យក្រហមសិនណាបងប្អូនបាទយើងលីងឲ្យវាពណ៌ស្អាតចឹងមកបាទពណ៌ក្រហមហើយឈ្ងុយចឹងមកបងប្អូនបាទឥឡូវយើងបន្តទៀតយើងចាប់ដើមដាក់សាច់គោចូលបងប្អូនបាទសាច់គោបាទយើងចាក់ចូលមកបាទយើងធ្វើការកូរវាឲ្យឡើងចូលជាតិជាមួយគ្រឿងមួយម្ទេសមួយអីហ្នឹងបងប្អូនបាទយើងធ្វើអញ្ចឹងបាទខគោរបស់យើងគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនបាទឈ្ងុយបាទឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនតែចំពោះសាច់សរសៃសុទ្ធនេះគឺមិនមែនសរសៃកែងទេបងប្អូននេះសរសៃដែលជាប់នឹងតាមសាច់តាមអីវាបងប្អូនបាទហ្នឹងវាស្វិតទៅហើយប៉ុន្តែមិនអីទេយើងមានវិធីធ្វើដើម្បីឲ្យសរសៃគោរបស់យើងឆាប់ផុយបងប្អូនបាទតើយើងឃើញថាឡើងក្រហមល្អបងប្អូនបាទឈ្ងុយតែម្ដងបងប្អូនក្លិនជះមកបាទយើងទុកឲ្យសាច់គោនោះវាចេញទឹកព្រៃរបស់វាឲ្យអស់ពីក្នុងសាច់របស់វាដើម្បីឲ្យសាច់នេះវាឡើងរឹងពីខាងក្រៅមកហើយចាំយើងបន្តដាក់គ្រឿងជាបន្តទៀតបងប្អូនបាទអញ្ចឹងយើងគ្របទុកឲ្យវាចេញទឹកព្រៃល្មមហើយជា5-6នាទីសិនណាបងប្អូនមើលខរបស់យើងបងប្អូនមើលខគោរបស់យើងបាទយើងឃើញថាចេញទឹកព្រៃបានល្អហើយបងប្អូនបាទនេះចេញទឹកព្រៃបានល្អហើយយើងឃើញថាសាច់នៅខាងក្រៅមើលទៅវាឡើងស្ងួតហើយឡើងរឹងល្អហើយបងប្អូនបាទជាបន្តអញ្ចឹងជាបន្តយើងដាក់ទឹកសោសរបស់យើងមកទឹកសោសដែលយើងបានឆាហ្នឹងបងប្អូនបាទដាក់ចាក់ចូលហ្នឹងបាទចាក់ចូលទាំងអស់មកបាទដែលមានខ្ទឹមសខ្ទឹមក្រហមល្មៀតនិងរំដេងបងប្អូនបាទយើងកូរវាបន្តិចណាបាទឆាចូលហើយវាចូលគ្រឿងទាំងអស់ជាមួយសាច់បងប្អូនបាទឈ្ងុយបងប្អូនបាទអត់បានឈ្ងុយទេអញ្ចឹងសម្រាប់ស្ករប៊ីចេងអំបិលម្សៅស៊ុបទឹកត្រីពេកខ្យងអីយើងអត់បាច់បង់នៅក្រៅបង់ដៃបន្ថែមទេបងប្អូនព្រោះយើងបានផ្សំធ្វើជាមួយទឹកសោសរួចហើយបាទយើងចាក់ទឹកសោសនេះគឺស្រាច់តែម្ដងបងប្អូនបាទឥឡូវយើងគ្របទឹកសិនល្មមទុកមកប្រហែលជា 4-5 នាទីសិនយើងបន្តមកមើលខរបស់យើងយ៉ាងម៉េចទៅហើយបងប្អូនបាទយើងឃើញថាទឹកប្រេងចាប់ផ្ដើមចេញអស់ហើយបងប្អូនបាទហើយពណ៌នេះក៏ស្អាតទៀតបងប្អូនបាទងុយតែម្ដងបងប្អូនងុយមែនតើបាទងុយខ្លាំងណាស់ម្ដងណាបងប្អូនបាទម្ដងណាពណ៌ឡើងស្អាតមែនតើបាទឥឡូវយើងបន្តចាក់នៅទឹកសោសរបស់យើងគឺមានការ៉ុតហើយនិងខ្ទឹមបារាំងចូលបងប្អូនបាទចាក់ចូលអូខេចាក់ចូលអញ្ចឹងមកបងប្អូនបាទទឹកការ៉ុតហើយនិងទឹកខ្ទឹមបារាំងនេះធ្វើឲ្យខសាច់គោរបស់យើងគឺមានរសជាតិឆ្ងាញ់ល្មួតបាទហើយសាច់នឹងផុយល្អបាទចូលជាតិជាមួយខ្ទឹមបារាំងហ្នឹងបងប្អូនទឹកខ្ទឹមបារាំងហើយនិងការ៉ុតហ្នឹងបងប្អូនហើយល្មួតខាប់តែម្ដងបងប្អូនបាទឥឡូវយើងបង្កើនភ្លើងបន្តិចទៅចាំក្រោយមកចាំយើងចាប់ផ្ដើមដាក់ចាក់ទឹកស្អាតចូលបងប្អូនបាទឥឡូវយើងគ្របទុកសិនបាទរយៈពេលដែលយើងកំពុងតែរងាស់នៅខគោរបស់យើងបាទយើងឆ្លៀតពេលមកហាន់ជីបងប្អូនហាន់ជីនិងស្ក្រូចឆ្មាដើម្បីទុកសម្រាប់រោយពីលើខរបស់យើងទៅពេលយើងញ៉ាំបងប្អូនបាទយើងហាន់ឲ្យល្អិតៗចឹងណាបាទយើងហាន់ជីហើយនឹងខ្ទឹមបារាំងហ្នឹងទុកនៅលើបាទត្រៀមទុកញ៉ាំជាមួយនឹងខគោរបស់យើងពេលដែលយើងញ៉ាំយើងរោយពីលើមកបាទឥឡូវយើងមកបន្តហាន់ក្រូចឆ្មាបងប្អូនបាទខគោយើងតែងតែពេលយើងញ៉ាំយើងតែងតែដាក់ក្រូចឆ្មាច្បាក់ក្រូចឆ្មាមួយចំណិតអីចឹងពីលើមកបន្ថែមរសជាតិហ្នឹងបងប្អូនបាទបងប្អូនឥឡូវយើងបន្តមកបាច់មើលខរបស់យើងបងប្អូនបាទយើងឃើញថាពណ៌ក៏ស្អាតហើយទឹកក៏ខាប់ដែរបងប្អូនណាទឹកខាប់ល្អនេះបងប្អូនឃើញទេទឹកខាប់ល្អហើយឈ្ងុយតែម្ដងបងប្អូនរសជាតិឆ្ងាញ់តែម្ដងបងប្អូនបាទអញ្ចឹងយើងមកធ្វើការរោយនៅម្សៅការីបន្តិចបងប្អូនម្សៅការីតែគេកិនលីងឈ្ងុយបងប្អូនបាទយើងដាក់ម្សៅការីបន្តិចទៅដើម្បីឲ្យកាន់តែឈ្ងុយហើយពណ៌កាន់តែស្អាតទៀតបងប្អូន
បាទយើងបន្ថែមម្សៅការីហ្នឹងដើម្បីឲ្យកាន់តែឈ្ងុយហើយពណ៌កាន់តែស្អាតបងប្អូនបាទយើងគ្របទឹកបន្តិចសិនបងប្អូនបាទចាំយើងធ្វើការចាក់ទឹកស្អាតតោះបន្តទៀតបាទបងប្អូនយើងឃើញថាហើយបងប្អូនចាប់តាមថុយបដៅដែរសរសៃគោបងប្អូនណាល្អមែនតើបងប្អូនណាតើឥឡូវយើងចាប់ផ្ដើមចាក់ទឹកស្អាតចូលបងប្អូនបាទទឹកនេះគឺទឹកដាំពុះបងប្អូនបាទយើងចាក់ចូលមកបាទហើយដើម្បីយើងរងាស់ឲ្យវាកាន់តែថុយល្អបងប្អូនបាទទៅពេលយើងចាក់ទឹកក្តៅដែលយើងដាំពុះចូលអញ្ចឹងគឺអត់ត្រូវការពេលវេលាយូរទេបាទគឺវាពុះតែម្ដងបងប្អូនឃើញស្រាប់ហើយបាទក្លិនឈ្ងុយតែម្ដងបងប្អូនបាទយើងធ្វើការរងាស់បាទយើងធ្វើការរងាស់ឲ្យលុះត្រាតតែសាច់តសៃនេះគឺផុយល្អសាច់គោរបស់យើងផុយល្អហើយយើងប្រើភ្លើងតិចតិចបងប្អូនណាបាទអញ្ចឹងយើងបន្ថយភ្លើងតិចមកបាទយើងដាក់ភ្លើងតិចតិចយើងរងាស់ប្រហែលជា2ម៉ោងតែ2ម៉ោងជាងហើយបានបន្ថយបងប្អូនបាទហើយយើងប្រើភ្លើងតិចតិចតោះយើងបន្តមកមើលខរបស់យើងចុងក្រោយបងប្អូនបាទយើងឃើញថារីងទឹកក៏ល្មមបាទរីងទឹកក៏ល្មមហើយទឹកក៏ខាប់ល្អដែរបងប្អូនបាទហើយសរសៃគោនេះគឺរីកល្អហើយបងប្អូនបាទរីកល្អហើយបាទគឺល្មមហើយបងប្អូនបាទអញ្ចឹងយើងចាប់ផ្ដើមបិទភ្លើងបងប្អូនបិទភ្លើងបាទហើយយើងលើកចុះឲ្យបងប្អូនបាទឥឡូវយើងបន្តមកហាន់នំប៉័ងបងប្អូនបាទហាន់នំប៉័ងដែលយើងបានកម្ដៅយ៉ាងស្រួយហើយដើម្បីធ្វើការញ៉ាំជាមួយខគោរបស់យើងបងប្អូនហាន់ចឹងមកបាទហើយយើងចាប់ផ្ដើមរៀបដាក់ចានហាន់ប៉ុណ្ណឹងបងប្អូនបាទបាយហ៎បាទនំប៉័ងរបស់យើងបានហាន់រួចហើយបាទយើងបន្តមកដួសខគោរបស់យើងដាក់ចានដើម្បីធ្វើការហូបជាមួយនំប៉័ងឬក៏ដើម្បីធ្វើការហូបជាមួយនំប៉័ងបងប្អូនបាទយើងឃើញថាសាច់គោរបស់យើងផុយល្អហើយក៏ទឹកខនេះក៏ខាប់ល្មួតតែម្ដងបងប្អូនបាទល្អមែនតើបងប្អូនអើយតំណងណានេះខាប់នៅល្មួតតែម្ដងបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់ខ្ទឹមបារាំងបងប្អូនយើងរោយខ្ទឹមបារាំងពីលើប៉ុណ្ណឹងមកបាទហើយយើងធ្វើការរោយជីបាទរោយជីពីលើបាទក្រូចឆ្មាយើងច្បាច់ដាក់មួយចំណិតទេបងប្អូនបាទបង្កើនរសជាតិបាទអញ្ចឹងសូមអរគុណចំពោះបងប្អូនដែលបានតាមដានទស្សនារបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បងប្អូនបាទឥឡូវនេះគឺយើងឃើញថាខគោរបស់យើងបានមកដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងបើបងប្អូនចង់ធ្វើសូមបងប្អូនមើលវីដេអូរបស់ខ្ញុំឲ្យដល់យកចិត្តទុកដាក់គឺបងប្អូននឹងទទួលនឹងចេះធ្វើនៅខគោដ៏ឈ្ងុយឆ្ងាញ់ដែលមានទឹកដ៏ល្មួតសាច់ផុយបាទហើយក្លិនក៏ឈ្ងុយក៏អូបតែម្ដងបងប្អូនបាទបងប្អូនអាចយកទៅធ្វើបើកអាជីវកម្មបានបងប្អូនបាទសម្រាប់រូបមន្តខគោរបស់ខ្ញុំមួយនេះបងប្អូនបាទអញ្ចឹងខ្ញុំនឹងដាក់រូបមន្តនៅគ្រឿងផ្សំមួយខ្ញុំនឹងសរសេរអក្សរដើម្បីឲ្យបងប្អូនមើលច្បាស់បងប្អូនបាទអញ្ចឹងចំពោះបងប្អូនដែលចូលមកថ្មីឬក៏បងប្អូនចាស់ដែលចូលមកទស្សនាវីដេអូខ្ញុំបាទដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe អ្នកមួយផងបងប្អូនបាទដើម្បីទទួលបាននៅមុខម្ហូបថ្មីៗប្លែកៗជាបន្តទៀតបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា